ស្រុកលោកនិនខេត្តប៊ិនហ្វឺកជាតំបន់ដីចុងផ្លូវលំហូជីមិញជាសក្ខីភាពដ៏ទុក្ខលំបាកក្នុងសម័យតស៊ូសង្គ្រាមជនរួមជាតិខ្មែរនៅទីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងជ័យជំនះដ៏មហិមារបស់ប្រជាជាតិបង្កើតបានយុទ្ធជ័យយ៉ាងអង់អាចក្នុងការតស៊ូដ៏លំបាកដើម្បីឯករាជ្យសេរីភាពតាំងពីខែឆ្នាំតស៊ូសង្គ្រាមនៅតំបន់លោកនិនជនរួមជាតិខ្មែរត្រូវប្រឈមនឹងការលំបាកនិងបាត់បង់មិនតិចនោះទេកាត់ផ្តាច់ស្បៀងអាហារប៉ុន្តែមាមីងនៅតែតស៊ូរស់រានទល់ទល់នឹងសត្រូវដោយក្តីស្រឡាញ់មាតុភូមិនិងស្មារតីសាមគ្គីភាពកាលនៅតូចទៅតែអាយុ15ឬ16ឆ្នាំទេឃើញខ្មាំងបាញ់បំផ្លាញដល់មាមីងនៅលោកខណ្ឌស្រែរបស់មាមីងពួកអាយ៉ងវាមិនអោយប្រមូលផលស្រូវឡើយស្រូវនៅវៀនណាក៏ចោលទាំងអស់មិនអោយទៅច្រូតទេបើមាមីងទៅច្រូតវាទម្លាក់ក្របបែកវាបាញ់សម្លាប់ប្រជាជនយើងទុកអោយអត់ឃ្លានស្លាប់តែម្ដងវាមិនអោយច្រូតទេក្រុមសម្ពាធនៃការគៀបសង្កត់យ៉ាងខ្លាំងក្លាមាមីងខ្មែរនៅតែចិត្តមួយថ្លើមមួយដើរតាមបដិវត្តដោយស្ងៀមស្ងាត់ចិញ្ចឹមទាហានលះបង់កម្មភិបាលរក្សាមូលដ្ឋាននៅកណ្ដាលតំបន់ដែលគ្រប់គ្រងដោយសត្រូវនៅភូមិស្រុកធំឃុំលុកខណ្ឌស្រុកលោកនិនខេត្តប៊ិនភឿកជាង50ឆ្នាំមុនលោកលឹមខេននិងប្រជាជននៅទីនេះខំប្រឹងច្រូតស្រូវបុកអង្ករនៅពេលយប់ដើម្បីផ្គត់ផ្គង់ឲ្យបដិវត្តមាមីងខ្មែរភូមិស្រុកធំឃុំលុកខណ្ឌបានចិញ្ចឹមកម្មភិបាលបដិវត្តច្រើនណាស់មានអង្ករឲ្យអង្ករមានម៉ាំឲ្យម៉ាំមានងៀតឲ្យងៀតមានបន្លែអីក៏ឲ្យបដិវត្តដែរមាមីងអស់ពីចិត្តនឹងបដិវត្តវត្តស្រុកធំស្ថិតនៅមជ្ឈមណ្ឌលរបស់ឃុំលុកខណ្ឌស្រុកលុកនិនធ្លាប់ជាកន្លែងលាក់បាំងយុទ្ធជនបដិវត្តក្នុងពីសម័យតស៊ូសង្គ្រាមដំណាក់កាលមុនឆ្នាំ1972មានយុវជនខ្មែរជាច្រើននៅក្នុងភូមិស្រុកឆាប់បានភ្ញាក់រលឹកដល់បដិវត្តសកម្មចលនាមាមីងឲ្យលាក់បាំងកម្មភិបាលកងទ័ពព្រមទាំងជួយរួមចិញ្ចឹមកងទ័ពរួមចំណែកឲ្យការតស៊ូសង្គ្រាមលោកលំហយគឺជាមនុស្សម្នាក់ចំនួនដំបូងនៃបដិវត្តនៅភូមិស្រុកធំនេះគាត់យល់ច្បាស់ពីភាពអយុត្តិធម៌របស់សង្គ្រាមបានឈានមុខគេក្នុងការចលនាមាមីងការពារបដិវត្តនិងជំនួយកងទ័ពឆ្នាំ66ចាប់ទៅចង្គង់គេហៅតោណាគេមិនចាប់គេមិនបខំឲ្យប៉ុណ្ណេះមើលពីណាសុងផុងទៅជួយចង្គង់ដើម្បីជួយយួនរបស់បបពួលរបស់ទើបពេលໄວចាំទៅបែបបួលបងប្អូនញាតិញោមយើងតែដើម្បីជួយទើបវាមិនកនក៏ផ្លិចដាក់នឹងក្លោដាក់នឹងថ្មាត់ណាគេថាធូនោះដាក់ថ្មាត់គឺដល់ខែចូលយោដល់គ្រប់ស្រុកគ្រប់ភូមិអស់ខ្ញុំខ្ញុំណាតកោមួយគោមនឹមធ្លាប់ជាសមរភូមិដ៏ស្វិតស្វាញលោកនិនសពថ្ងៃនេះបានក្លាយជាកេរដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌កត់ត្រារំលឹកដល់ការរួមចំណែកដ៏ធំធេងរបស់មាមីងខ្មែរក្នុងការតស៊ូសង្គ្រាមរំដោះជាតិទឹកចិត្តស្នេហាជាតិការលះបង់និងស្មារតីសាមគ្គីភាពរបស់មាមីងយើងនឹងក្លាយជាគុណតម្លៃជាអមតៈ